ខ្ញុំបាត់ឈ្មោះរ៉ាដារស់នៅបូដិនរយៈពេល15ឆ្នាំហើយបងខ្ញុំមានបងប្អូនចំនួន4នាក់ស្រី1ប្រុស3បងទាំងអស់បដិញមាន2មួយបដិញទូចមួយបដិញធំខ្ញុំមុនខ្ញុំរស់នៅបដិញទូចឥឡូវខ្ញុំដូរទៅរស់នៅបដិញធំនៅម្ដុំហ្នឹងខ្ញុំមានអនុស្សាវរីយ៍ជាច្រើនបងដូចជាកន្លែងប្រកាន់ដៃកន្លែងផ្លូវដើរខ្ញុំធ្លាប់លេងឈូសខ្ញុំធ្លាប់សបាយទាំងអស់ហើយខ្ញុំធ្លាប់បាក់ដៃកន្លែងហ្នឹងដែរបងបាទអ្នកនៅបដិញតែមិត្តភក្តិខ្ញុំហ្មងតាំងពីទូតាំងពីអាយុ3-4ឆ្នាំរហូតមកដល់ឥឡូវនៅតែស្គាល់ឃើញមុខឃើញអីបងមិត្តភក្តិដែលចិត្តដិតជាងគេគឺឈ្មោះហាគីងវានៅក្រោមផ្ទះវាលក់ចាប់អ្វីលក់ដូរលក់បញ្ចូលហ្គាសបញ្ចូលអីបងមានភាគតិចលក់ដូរខាងក្រៅលក់ចាប់ព្រួយភាគតិចហើយភាគច្រើនអ្នកសិល្បៈយកមកភាគច្រើនខាងសៀកខាងលបាំខាងប្រពៃណីខាងស្វាខាងអីអ្នកកំ pl ែងមានចំនួន4នាក់5នាក់យាយតាស៊ីយាយអឿនជីវ៉ាន់សុយសាឡាឡាយលោកតាប៉េនឹងមានច្រើនបងឡើយឈប់រស់នៅទីនេះរយៈពេល3ឆ្នាំហើយបងព្រោះគេតំបន់អភិវឌ្ឍឲ្យប្រជាជនចំនួន15000ជាងការផ្ទះណាល្អទៅគេឲ្យ20000តាមផ្ទះតាមអីបងហើយខ្ញុំនិយាយតាមចាស់គាត់និយាយហើយខ្ញុំ